ស្ដេចថៃទៅសំពះសុំទោសឡាយពីរឿងដើមប្រវត្តិសាស្ត្រដែលស្ដេចឪភូមិវិបុលអប្លូយដេតហ្នឹងយកដីឡាយនាយករដ្ឋមន្ត្រីឡាយហ្នឹងគេសប្បាយចិត្តណាស់គេបានរៀបពិធីចងខ្សែអំបោះផឹកទឹកសម្បត្តិរួមគ្នាសូមគ្នាធ្វើបងប្អូនធម៌ហើយក៏សូមឲ្យឡាយហ្នឹងលើកលែងអនុគ្រោះរឿងប្រវត្តិសាស្ត្រដើមទាំងអស់ផងដែរយកទាំងដីឡាយយកទាំងវប្បធម៌សម្លៀកបំពាក់របស់ឡាយហើយយកទៅថតរឿងប្រកាសប្រាប់ពិភពលោកថាឡាយហ្នឹងចុះចូលជាមួយប្រទេសថៃខ្លួននៅក្រោមការគ្រប់គ្រងរបស់ខ្លួនថាប្រទេសថៃហ្នឹងកំពុងតែកាន់កាប់គ្រប់គ្រងលើទឹកដីឡាយបន្ទាប់ពីបងប្អូនធម៌គេសំពះលាគ្នាហើយស្រាប់តែមានរឿងចម្លែកអពុធហេតុចម្លែកកើតឡើងដែលមិនធ្លាប់មានសោះនៅក្នុងប្រវត្តិសាស្ត្រប្រទេសឡាយស្រាប់តែមានព្យុះតកហ្នឹងធ្លាក់មកយ៉ាងខ្លាំងតកម្ដុំប៉ុណ្ណចានចកលាយឡំជាមួយនឹងព្យុះភ្លៀងធ្វើឲ្យដំបូលផ្ទះប្រជាជនឡាយទាំងអស់ទាំងនៅសាលារៀនទាំងផ្ទះសម្បែងអីគឺខ្ទេចបាត់ឡេវហ្មងខ្ទេចប្រៀបបាននឹងប្រទេសឡាយហ្នឹងកំពុងតែធ្វើសង្គ្រាមហើយត្រូវគ្រាប់បែកចង្កោមហ្នឹងផ្លោងដាក់ឬក៏យន្តហោះ S16 ហ្នឹងតម្លាក់គ្រាប់អញ្ចឹងក្រុមហោរារបស់ប្រទេសឡាយហ្នឹងគេគុណគូថានាយករដ្ឋមន្ត្រីឡាយហ្នឹងត្រូវតែមានជាប់បាបកម្មជាប់ខ្លួននិងជាប់បណ្ដោះសារដូនតាឡាយនឹងដាក់ទោសដល់នាយករដ្ឋមន្ត្រីនឹងមិនខានដែលហ៊ានឲ្យពូជសាសចោលហ្នឹងដែលធ្លាប់តែឈ្លានពានទឹកដីឡាយហ្នឹងនឹងមើងងាយប្រមាថដល់ទឹកដីឡាយដល់វត្ថុស័ក្តិសិទ្ធិរបស់ទឹកដីឡាយចូលទៅជន់ទឹកដីឡាយហើយធ្វើពិធីនៅទឹកដីឡាយទៀតហើយមិនត្រឹមតែប៉ុណ្ណោះបែរជាហ៊ាននាំគ្នាផឹកទឹកសម្បត្តិស្បត់សុំគ្នាធ្វើជាបងប្អូនធម៌ទៅវិញដូនតាឡាយទឹកដីឡាយប្រទេសឡាយហ្នឹងក៏ស័ក្តិសិទ្ធិដែរមិនទទួលស្គាល់ទេអាពូជសាសចោលឈ្លានពានទឹកដីគេដដើមទឹកដីគេប្រមាថទឹកដីគេគ្រប់សពបែបយ៉ាងដាច់ខាតគឺដូនតាឡាយមិនទទួលស្គាល់ទេបានមានរឿងចម្លែកអភូតហេតុចម្លែកដែលមិនធ្លាប់មានអញ្ចឹងកើតឡើងសាហាវខ្លាំងណាស់ឃើញស្ដែងស័ក្តិសិទ្ធិភ្លាមហ្មងគឺបណ្ដោះសារដូនតាឡាយហ្មងភ្លេចខ្លួនភ្លេចប្រវត្តិសាស្ត្របំភ្លេចប្រវត្តិសាស្ត្រចោលបំភ្លេចដូនតារឿងប្រវត្តិសាស្ត្រចោលហ៊ានយកពូជសាសចោលនឹងធ្វើបងប្អូនដែលពូជសាសមួយនឹងដើរលួចគេគ្រប់ប្រទេសលួចតជំនាន់តែប្រទេសកម្ពុជាវិញមិនអាចមានជាដាច់ខាតអារឿងផឹកទឹកសម្បត្តិសុំគ្នាធ្វើបងប្អូនធម៌អីនេះមានចង់ទៅធ្វើបងប្អូនអីជាមួយអាកម្ពុជាឈាមចោលប្រវត្តិសាស្ត្រហ្នឹងទេពួកអាកម្ពុជាឈាមចោលប្រវត្តិសាស្ត្រតជំនាន់ថៃសៀមនេះតតែងាប់រៀងខ្លួនទៀតក៏មិនបាច់ជួបមុខគ្នាដែរពូជ